បងប្អូននៅមកមើលរបៀបដេកเอาប៉ៅអាវចោលដំបូងយើងត្រូវមានកំណត់ពីទាំងហ្នឹងប៉ុនគ្នាចឹងមកហើយយើងដេកយកចំណុចដែលយើងចង់បានសាំមុខគាត់មកយើងកាប់ចំចំណុចកណ្ដាលហើយកាប់ប្រឆាត់ទាំងសងខាងដើម្បីបត់ភ្នែកខាងក្រៅចូលទៅក្នុងចឹងបងប្អូនត្រឡប់មកបងប្អូនត្រឡប់មកខាងខុសបងប្អូនដេកកន្លែងដែលយើងចាប់ហ្នឹងទាំងសងខាងឲ្យដូចគ្នាចឹងមកចារួចហើយយើងបានបើចោលដល់ស្រស់ស្អាតតែម្ដងចាបងប្អូនផ្លេចមើលតាមនឹងចាដល់នេះរបៀបដេកដុបខោក្បួយមុនដំបូងយើងត្រូវជាកន្លះដេកទាំងខាងលើដើម្បីយើងយកខាងក្រោមផុតពីលើបងប្អូនអាចដេកតាមរបៀបនេះបានស្រួលបងប្អូនអាចបានដេកទៅគឺតាមរបៀបយើងស្រួលចាបន្តមកយើងដេកបានទៅយើងត្រឡប់មកខាងត្រូវយើងត្រូវដេកជាន់ភ្នែមួយជើងទាតូចពីលើទៀតចាបន្ទាប់ពីយើងជាន់មកហើយយើងត្រូវដេកមួយជួរទៀតដើម្បីឲ្យចេញជាធ្នេដុបហើយបងប្អូនត្រូវដេកឲ្យស្មើដាក់ជើងទាឲ្យស្មើទៅធ្នេនឹងស្មើស្អាតចាឥឡូវយើងដេកបាន